ខ្ញុំយល់ថាឈាមគឺពិតជាសំខាន់សម្រាប់អ្នកដែលគាត់ត្រូវការដូចជាអ្នកមានការវះកាត់ផ្សេងក៏ដូចជាអ្នកដែលគាត់ត្រូវការចាំបាច់អញ្ចឹងខ្ញុំក៏មកសម្រេចចិត្តថាយើងមកចូលរួមបរិច្ចាគឈាមខ្ញុំសំណូមពរឲ្យយុវជនទាំងអស់មេត្តាចូលរួមក្នុងការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកដែលមិនទាន់បានចូលរួមបរិច្ចាគអញ្ចឹងអាចចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះដល់អ្នកដែលត្រូវការឈាមពិតប្រាកដខ្ញុំមានសេចក្តីរីករាយមែនទែនដែលបានជួយបរិច្ចាគសម្រាប់អ្នកដែលមានតម្រូវការសម្រាប់ទាំងអស់គ្នា